một mà nuôi thay thầy pra đập chí cái hòm ok dạ mơ thế mơ tao bị chết pa ba mình thay ba mình play cứ mình men mẹ băng tới bông ồn cứ thay ní cứ màu chân này mà hộp tiền đấy cứ thầy pra đập chí cái hòm bông ồn hay chi mình đại thọp lư tếហើយក៏មកហូបមកនេះគឺខ្ញុំបានមកពីអ៊ំប្រុសដែលគាត់ថាឥឡូវបើមិនដែលធ្លាប់ហូបត្រីដុតជីក្រហមទេគឺសាកម្ដងទៅនិយាយពីថាអូនិយាយពីថាគ្រាន់តែឃើញគឺលឺភៀវគឺតំណងខ្លាំងមែនទែនបងប្អូនចាំមើលតាមដានមេបឹងតិចមើលតើឆ្ងាញ់ប៉ុណ្ណាហើយមុននឹងចូលទៅវីដេអូពេញរបស់យើងអញ្ចឹងណាអូនេះគេដាក់ខ្ញុំគិតថាមុខម្ហូបមួយមុខនេះគឺបងប្អូនមិនដែលធ្លាប់បានហូបហើយក៏បងប្អូនមិនដែលធ្លាប់បានធ្វើដែរប៉ុន្តែមុខម្ហូបនេះគឺខ្ញុំបានពីអ៊ំប្រុសដែលគាត់ធ្វើការមួយខ្ញុំគាត់ថាបើសិនជាដែរហូបត្រីប្រាដុតជាមួយជីក្រហមទេឥឡូវសាកទៅទិញមកហើយធ្វើចាំមើលគឺដឹងតែឆ្ងាញ់ហើយបើសិនជាយើងហូបទៅត្រីកោះកុងហើយគឺយើងឆ្នៃទៅធ្វើបុកកសាំងចឹងទៅដោយសារតែកសាំងរបស់យើងគឺយើងមាននៅកន្លែងចិត្តខ្ទមមេបឹងដែលលើតួដែលយើងចំណាំថតចឹងណាហើយបន្ទាប់មកគឺខ្ញុំចាប់ដើមជីមកដល់ខ្ទមមេបឹងភ្លាមគឺហៅមេបឹងគឺទៅរកកសាំងតែម្ដងហើយខ្ញុំជីទៅពីអ្នកមេបឹងទេទូខាន់មកតាមក្រោយអីចឹងទៅហើយនិយាយថាទិដ្ឋភាពយើងចាប់ដើមបៃតងខ្ចីកាន់តែខ្លាំងហើយទឹកក៏បានចូលដែរហើយមេបឹងក៏ជាមួយខ្ញុំចាប់ដើមទៅបេះកសាំងមកចឹងទៅហើយកសាំងយើងកសាំងធម្មជាតិទៀតបងប្អូនអើយនិយាយពីថាដាក់មកគឺចាប់ជាតិជាមួយត្រីនឹងតែម្ដងហើយការធ្វើរបស់យើងក៏មិនសូវពិបាកដែរបងប្អូនអាចមើលវីដេអូនេះពីដើមដល់ចប់បានហើយបងប្អូននឹងចេះធ្វើហើយគឺមុខម្ហូបមុខនេះគឺខ្ញុំគិតថាប្លែកហើយក៏ខ្ញុំមិនដែលឃើញតែបងប្អូនណាធ្វើដែរហើយគឺខ្ញុំបន្ទាប់ពីខ្ញុំបេះបានហើយទៅជាមួយមេបឹងទៅខ្ទមវិញហើយក៏ទូខាន់មកដល់ល្មមគឺជំហានមុនដំបូងគឺយើងត្រូវដែងគន់ត្រីដើម្បីឲ្យយើងប្រឡាក់ដែលអំបិលម្ទេសទៅវាចូលចឹងទៅហើយជាពិសេសគឺយើងលក្រីគឺយើងត្រូវប្រើឲ្យច្រើនបន្តិចបងប្អូនគឺយើងអត់ប្រើច្រើនគឺវាអាចឆ្អាបចឹងទៅប៉ុន្តែអំបិលម្ទេសយើងកុំចោលគឺយើងដាក់ម្ទេសឲ្យហឹលហើយគឺយើងចាប់ដើមប្រឡាក់ដូចយើងជាប្រឡាក់កដោដូចជាប្រឡាក់ត្រីហាលធម្មតាចឹងទៅដើម្បីឲ្យចាប់ជាតិកាន់តែល្អឬក៏ចូលជាតិកាន់តែល្អចឹងទៅហើយមេបឹងគឺក៏ចាប់ដើមប្រឡាក់ហើយចាប់ដើមលាបប្រឡាក់ប្រែចុះប្រែឡើងអីចឹងទៅគឺដើម្បីឲ្យសប់តែម្ដងហើយខ្ញុំក៏ចាប់ដើមមកបង្កាត់ភ្លើងដែរគឺខ្ញុំប្រមូលថងបានមកល្មមដែរគឺខ្ញុំបង្កាត់ភ្លើងនឹងថងទៅដើម្បីឲ្យយើងស្អាតទីកន្លែងដែលយើងថតដែរហើយណាមួយនិយាយទៅខ្ញុំអត់ដែរបានទៅប្រើខ្ជូងអីពេកទេបងប្អូនដើររកអស់តែគៀននឹងហើយគឺយកមកបង្កាត់គឺអស់យើងបែបធម្មជាតិចឹងទៅគឺយើងដាក់ភ្លឹបភ្លាមហើយខ្ញុំបង្កាត់ភ្លើងទៅមេបឹងគាត់ចាប់ដើមឆ្កឹះកសាំងរបស់យើងហើយភ្លើងយើងក៏ចាប់ដើមឆេះខ្លាំងហើយមេបឹងក៏គាត់ចាប់ដើមបានបុកកសាំងបដាដែរដោយសារតែយើងត្រូវការចាំភ្លើងទៀតហើយក៏ចាប់មួយសន្ទុះមកភ្លើងរៀងកាត់ល្អហើយមេបឹងជាមួយទូខាន់ចាប់ដើមរៀបចំបងប្អូនគឺជំហានមុនដំបូងយើងត្រូវដាក់លឹកឈូកបន្តិចគឺបើសិនជាមានលឹកឈូកទេយើងដាក់តែស្លឹកគ្រៃច្រើនណាបងប្អូនប៉ុន្តែគឺមុខម្ហូបមួយមុខនេះគឺបងប្អូនដែលធ្លាប់ធ្វើគឺខ្ញុំគិតថាប្លែកហើយក៏មើលទៅក៏តំណងដែរហើយបើថាសាច់វិញគឺបងប្អូនខ្ញុំឲ្យ10លើ10តែម្ដងគឺដាក់មកគឺឆ្ងាញ់តែម្ដងហើយបើសិនជាបងប្អូនដែលចូលចិត្តធ្វើទៅត្រីកោះកុងក៏ធ្វើទៅត្រីកោះកុងក៏ត្រូវដែរហើយបងប្អូនដែលចូលចិត្តធ្វើបុកកសាំងឬក៏បុកអំពិលអីក៏មួយយ៉ាងដែរបងប្អូនគឺម្ហូបមួយមុខនេះគឺជាម្ហូបច្នៃរបស់អ៊ំដែលគាត់បានធ្វើការមួយខ្ញុំទៅគាត់ថាអាចធ្វើសាកបានហើយគាត់ធានាថាដឹងតែឆ្ងាញ់ហើយបន្ទាប់ពីយើងដុតប្រហែលជាបាន5-10នាទីគឺយើងប្រែមកជាហៀងទៀតបងប្អូនគឺ5-10នាទីយើងប្រែម្ដងប៉ុន្តែខ្ញុំសូមបញ្ជាក់បងប្អូនកសាំងសីគឺយើងត្រូវយកកសាំងសីណាដែលវារាក្រាស់បន្តិចយើងស្ដើងពេកវាខ្លាចឆាប់ខ្លោចអញ្ចឹងហើយភ្លើងក៏យើងអត់ត្រូវប្រើខ្លាំងដែរគឺយើងប្រើមកល្មមគឺឲ្យវាយើងថាឲ្យឆ្អិនតាមដំណើរអីចឹងទៅហើយបងប្អូននៃទេសភាពគឺនៅតែដដែលឡើងឯងហើយបងប្អូនមើលក្រំតែមេបឹងបោកមកនិយាយពីថាបងប្អូនទេមើលខ្លោចអត់គឺមិនខ្លោចទេដូចតែបងប្អូនបានឃើញពីដើមវីដេអូអញ្ចឹងគឺដាក់មកនិយាយពីថាខ្ញុំនៅតែនឹករសជាតិបងប្អូនរសជាតិគឺដាក់មកប្លែកម្យ៉ាងគឺឆ្ងាញ់បែបត្រីប្រាអញ្ចឹងហើយត្រីប្រានេះបើយើងយកទៅស្លម្ជូរដូចជាស្លឹកអំពិលជាមួយនឹងស្លម្ជូរអីផ្សេងអញ្ចឹងគឺក៏ប្រឡាក់ជាមួយគ្រឿងអីក៏ជាតិដែរបងប្អូនហើយនិយាយពីថាយើងដុតមកគឺមុនដំបូងគឺយើងដុតបានស្អាតខ្លាំងមែនទែនគឺដាក់មកនិយាយពីថាបើកមកអត់មានខ្លោចចំណេះអីទេបងប្អូនហើយបងប្អូនតិចច្រឡំថាអត់ឆ្អិនណាគឺឆ្អិនសោះសាច់តែម្ដងហើយគឺបងប្អូនចាំមើលមេបឹងហូបឆ្ងាញ់ប៉ុណ្ណាតាមដានរបស់គ្នាបងប្អូនហើយបងប្អូនដែលមិនទាន់ follow ខ្ញុំកុំភ្លេច follow ខ្ញុំមួយផងដើម្បីទទួលបានវីដេអូថ្មីតាមដានមេបឹងហូបរបស់គ្នាមើលតើឆ្ងាញ់ប៉ុណ្ណាអូជាតិហើយខ្លាញ់ដល់ខ្លាញ់ងើមទៀតនេះ
Kìa. Em cái đó Từ 10 giờ sang chú em cho em. em Rồi. Yeah. Em nữa. em đây nêu rồi một cái thằng Bạn này, ôi. Bye bye, mui.